លោកអ្នកនាងជាទីមេត្រីមេក្រុមហ៊ុនដ៏ធំរបស់ចិនប្រកាសយករោងចក្រផលិតសម្បុកកង់នៅប្រទេសកម្ពុជាជាកន្លែងឈរជើងនៅអាស៊ានដើម្បីផលិតចែកចាយទៅកាន់ពិភពលោក Guangzhou Industry Investment Holding Group Co Ltd ហៅកាត់ GIIAG គឺជាក្រុមហ៊ុនដ៏ធំមួយរបស់ចិនដែលមានក្រុមហ៊ុនជាបទសម្ព័ន្ធរហូតដល់ទៅ600ក្រុមហ៊ុន ក្រុមហ៊ុន Wanli Tire ជាបទសម្ព័ន្ធមួយរបស់ GIIAG មានអាជីវកម្មផលិតសម្បកកង់រថយន្តម៉ាកល្បីៗជាច្រើនសម្រាប់ចែកចាយទៅកាន់ទីផ្សារពិភពលោកមានដូចជា Wanli, Milever, Sunny Apani Diamond ក្រុមហ៊ុន Wanli Tire បានសម្រេចចិត្តយកប្រទេសកម្ពុជាជាទីតាំងក្រៅប្រទេសលើកដំបូងរបស់ក្រុមហ៊ុនបង្កើតរោងចក្រពង្រីកច្រវាក់ផលិតកម្មការសម្រេចចិត្តចាប់យកកម្ពុជាជាប្រទេសពង្រីកច្រវាក់ផលិតកម្មនេះគឺជាផ្លែផ្កាមួយនៃនយោបាយតាក់មួយរបស់សម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីកម្ពុជានិងជាផ្លែផ្កានៃបេសកកម្មគូសទ្វារអ្នកវិនិយោគរបស់លោកអបនាយករដ្ឋមន្ត្រីស៊ុនចន្ទថុលអនុប្រធានទី1ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជាកាលពីខែតុលាឆ្នាំ2023លោកស៊ុនចន្ទថុលបានដឹកនាំប្រតិភូកម្ពុជាបំពេញទស្សនកិច្ចដោយផ្ទាល់នៅទីតាំងរោងចក្ររបស់ក្រុមហ៊ុន Wanli Tire នៅទីក្រុងខ្វាងជូវប្រទេសចិនក្នុងដំណើរទស្សនកិច្ចនោះលោកស៊ុនចន្ទថុលបានជំរុញឲ្យក្រុមហ៊ុនមកវិនិយោគនៅកម្ពុជាពង្រីកការផលិតនិងស្វែងរកឱកាសរីកចម្រើននៃច្រវាក់ផលិតកម្មបន្ទាប់ពីដំណើរទស្សនកិច្ចនោះនៅឆ្នាំ2024ក្រុមហ៊ុនក៏បានសម្រេចចិត្តវិនិយោគនៅកម្ពុជាជាមួយទុនសរុបជិត$300 លានអាមេរិកនៅដើមឆ្នាំ2025ក្រុមហ៊ុនក៏ចាប់ផ្ដើមសាងសង់រោងចក្រនៅកម្ពុជាមានទីតាំងស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសស៊ីនបាវិនក្នុងស្រុកចន្ទ្រាខេត្តស្វាយរៀងប្រើរយៈពេលត្រឹមតែ1ឆ្នាំប៉ុណ្ណោះដំណើរការនៃការសាងសង់រោងចក្រត្រូវបានរួចរាល់ជាស្ថាពរហើយច្រវាក់ផលិតកម្មចាប់ផ្ដើមដំណើរការជាមួយដំណើរការក្នុងដំណាក់កាលដំបូងក្រុមហ៊ុនអាចផលិតបានសម្បកកង់បានប្រមាណ6 លានសម្បកក្នុង1ឆ្នាំហើយឈានទៅផលិតក្នុងរង្វង់12 លានសម្បកក្នុង1ឆ្នាំនៅឆ្នាំ2026នេះរោងចក្រផលិតសម្បកកង់រថយន្តរបស់ក្រុមហ៊ុន Wanli Tire ជារោងចក្រដែលប្រើបច្ចេកវិទ្យាខ្ពស់ដែលសិតសឹងជាប្រព័ន្ធស្វ័យប្រវត្តិកម្មបើទោះបីជាប្រើប្រព័ន្ធស្វ័យប្រវត្តិកម្មច្រើនយ៉ាងណាក្តីក៏ក្រុមហ៊ុនបានផ្ដល់ឱកាសការងារជាច្រើនកន្លែងដល់ប្រជាពលរដ្ឋខ្មែរជាមួយប្រាក់ឈ្នួលខ្ពស់ផងដែរក្នុងដំណាក់កាលដំបូងនៃច្រវាក់ផលិតកម្មនេះក្រុមហ៊ុនបានផ្ដល់ឱកាសការងាររហូតដល់ទៅជាង600កន្លែងជាមួយការដាក់ឲ្យដំណើរការរោងចក្រក្រៅប្រទេសលើកដំបូងរបស់ខ្លួនលោកជីងកងជុនប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន Guangzhou Industry Investment Holding Group បានប្រកាសពីការសម្រេចចិត្តរបស់ក្រុមហ៊ុនក្នុងការយកប្រទេសកម្ពុជាជាកន្លែងឈរជើងពង្រីកច្រវាក់ផលិតកម្មនៅតំបន់អាស៊ានដើម្បីផលិតសម្បកកង់រថយន្តការផ្គត់ផ្គង់និងផ្ដល់សេវាផ្សេងៗទៀតទៅកាន់ពិភពលោក当前全球产业格局正深刻重塑广州公控集团致力于成为ក្នុងបរិបទឧស្សាហកម្មសកលកំពុងតែមានការផ្លាស់ប្ដូររូបរាងហើយខ្សែសង្វាក់ផ្គត់ផ្គង់កំពុងត្រូវបានរៀបចំរចនាសម្ព័ន្ធយ៉ាងឆាប់រហ័សចក្ខុវិស័យរបស់ក្រុមហ៊ុន GIIHG គឺក្លាយខ្លួនជាប្រតិបត្តិការពហុជាតិសាសន៍លំដាប់ពិភពលោកនៃឧស្សាហកម្មផលិតកម្មទំនើបរោងចក្រនៅកម្ពុជាគឺជាដំណភ្ជាប់ដ៏សំខាន់មួយក្នុងការកសាងបណ្ដាញដ៏រឹងមាំនិងការអនុវត្តថ្មីមួយសម្រាប់ការបង្កើតសមត្ថភាពប្រកួតប្រជែងជាសកលរបស់ក្រុមហ៊ុននាពេលអនាគតយើងនឹងយករោងចក្រនេះជាចំណុចស្នូលដើម្បីពន្លឿនយុទ្ធសាស្ត្រឈរជើងនៅអាស៊ានពង្រីកឥទ្ធិពលទៅកាន់ទីផ្សារពិភពលោកលើកកម្ពស់ខ្សែសង្វាក់ផ្គត់ផ្គង់ការស្រាវជ្រាវនិងអភិវឌ្ឍផលិតកម្មការលក់សេវាកម្មការបម្រើទីផ្សារឲ្យកាន់តែល្អប្រសើរនៅក្នុងប្រទេសនិងតំបន់ជាង160នៅទូទាំងពិភពលោក更好服务全球160多个国家和地区的市场ក្នុងពិធីសម្ពោធជាផ្លូវការនៅរោងចក្រនាថ្ងៃទី12ខែមករាឆ្នាំ2026លោកជីងកងជុនបានប្រកាសបន្តគាំទ្រពេញទំហឹងលើដំណើរការរបស់ក្រុមហ៊ុន Wanli Tire ពន្លឿនការអភិវឌ្ឍរបស់រោងចក្រឲ្យក្លាយទៅជាសសរស្តម្ភដ៏សំខាន់មួយនៃឧស្សាហកម្មគ្រឿងបន្លាស់រថយន្តដែលមានទុន$1,000 លានជំរុញនៅច្រវាក់ផលិតកម្មទំនើបបច្ចេកវិទ្យាបៃតងដោយនាំចូលនៅបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ក្រុមហ៊ុនខិតខំកសាងស្តង់ដារគំរូឧស្សាហកម្មក្នុងតំបន់និងធ្វើឲ្យល្អប្រសើរនៅឧស្សាហកម្មក្នុងស្រុកទន្ទឹមគ្នានេះក្រុមហ៊ុននឹងអនុវត្តយ៉ាងស៊ីជម្រៅនៅគោលការណ៍បរិស្ថានសង្គមនិងអភិបាលកិច្ច
គោរពវប្បធម៌ក្នុងស្រុកនិងកែលម្អប្រព័ន្ធបណ្ដុះបណ្ដាលជំនាញដើម្បីធានាថាការអភិវឌ្ឍផ្ដល់ផលប្រយោជន៍ដល់បុគ្គលនិងសហគមន៍លោកអបនាយករដ្ឋមន្ត្រីសុនចន្ទថុលបានថ្លែងថារូបលោកបានជជែកជាមួយលោកជីងកងជុនរួចហើយឲ្យក្រុមហ៊ុន GIIAG នាំយកក្រុមហ៊ុនជាបទសម្ព័ន្ធរបស់ខ្លួនមកវិនិយោគនៅកម្ពុជាយ៉ាងហោចណាស់ក៏50ក្រុមហ៊ុនដែរសម្រាប់លោកសុនចន្ទថុលការវិនិយោគត្រឹម50ក្រុមហ៊ុនមិនមែនជារឿងលំបាកនោះឡើយសម្រាប់ក្រុមហ៊ុន GIIAG ព្រោះក្រុមហ៊ុននេះមានបទសម្ព័ន្ធរហូតដល់ទៅ600ក្រុមហ៊ុនហើយមានក្រុមហ៊ុនជាដៃគូខ្ទង់ពាន់ក្រុមហ៊ុនថែមទៀតខ្ញុំបានពិភាក្សាគ្នាជាមួយលោកប្រធានជីងកងជិនហើយបានដាក់ផ្ដល់តួនាទីជូនទៅលោកប្រធានដើម្បីយកក្រុមហ៊ុនដែលនៅក្រោម GIIAG នេះយ៉ាងតិច50ក្រុមហ៊ុនទៀតមកដាក់ទុននៅកម្ពុជាខ្ញុំជឿជាក់ថាលោកប្រធាននឹងអាចធ្វើបានដោយសារក្រុមហ៊ុននៅក្រោម GIIAG នេះមានប្រហែលជា600ក្រុមហ៊ុនហ្នឹងក៏ក្រុមហ៊ុនរបស់គាត់ផ្ទាល់ក៏ប៉ុន្តែមានដៃគូរបស់គាត់រាប់ពាន់ក្រុមហ៊ុនទៀតដូច្នេះ50មិនពិបាកទេលោកប្រធានហើយវិស័យដែលយើងចង់បានសូមជម្រាបលោកប្រធាននិងអង្គប្រជុំថាវិស័យសំខាន់របស់យើងដែលយើងចង់បានគឺវិស័យខាងយានយន្តខាង electronic ខាង electrical ខាងកែច្នៃម្ហូបអាហារលក្ខណៈអានេះជាវិស័យមួយដែលអាចនាំយើងទៅដល់ចក្ខុវិស័យឆ្នាំ2050បានដោយសារនេះជាវិស័យដែលមានតម្លៃខ្ពស់តម្លៃបន្ថែមប្រាក់បៀវត្សខ្ពស់ជាងវិស័យកាត់ដេរនិងវចនភ័ណ្ឌមិនមែនថាវិស័យកាត់ដេរវចនភ័ណ្ឌស្បែកជើងអីនោះមិនសំខាន់ទេសំខាន់ប៉ុន្តែវិស័យនេះគឺមានតម្លៃបន្ថែមខ្ពស់ដូច្នេះជាវិស័យមួយដែលនៅក្រោមរបស់ក្រុមហ៊ុន GIIAG នេះឯងលោកសុនចន្ទថុលបានគូបញ្ជាក់ថាការផលិតនៅកម្ពុជាមានទីផ្សារធំទូលាយពលទីផ្សារមិនមែនមានតែនៅក្នុងប្រទេសកម្ពុជានោះទេទីផ្សារនោះមានដូចជាមហាអនុតំបន់មេគង្គដែលមានកម្ពុជាវៀតណាមថៃឡាវមីយ៉ាន់ម៉ានិងភាគខាងត្បូងប្រទេសចិនមានខេត្តយូណានដែលមានប្រជាពលរដ្ឋ250លាននាក់ក្រៅពីនោះមានទីផ្សារអាស៊ានទាំងមូល670លាននាក់ទីផ្សារកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ដែលមានប្រទេសអាស៊ានទាំង10បូកជាមួយចិនកូរ៉េខាងត្បូងជប៉ុនអូស្ត្រាលីនិងញូហ្សេឡង់ដែលមានទីផ្សារ 2.3 លាននាក់បន្ថែមពីលើនោះកម្ពុជាក៏មានទីផ្សារនៅអឺរ៉ុបអាមេរិកនិងជាទីផ្សារផ្ដល់ប្រព័ន្ធអនុគ្រោះពន្ធសម្រាប់ទំនិញចេញពីកម្ពុជា